ស្ដែងបែបនេះអ្នកណាមិនភ័យរៀបនឹងបូជាហើយស្រាប់តែប្រលឹងរបស់លោកខាត់ចម្រើនចូលសន្តិទ្ធក្នុងភ្ញៀវម្នាក់នឹងបានទួញយំស្រែកផ្អើលអ្នករងបុណ្យថាមរណភាពរបស់លោកខាត់ចម្រើនកាលពីថ្មីនេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជនគណៈលោកមានវ័យក្មេងហើយមិនគួរណាលោកត្រូវបាត់បង់ជីវិតទាំងក្មេងបែបនេះសោះចាស់ស្ដែងកាលពីវេលាម៉ោងប្រមាណជា3ល្ងាចថ្ងៃទី21ខែវិច្ឆិកា2022សពរបស់លោកខាត់ចម្រើនត្រូវបានលើកឡើងមេនដើម្បីបូជានៅវេលាម៉ោង7:00នាទីយប់ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះគឺព្រលឹងរបស់លោកខាត់ចម្រើនត្រូវបានបងប្អូននៅកន្លែងបូជាលើកឡើងថាបានចូលមកសន្ធិលើស្ត្រីម្នាក់ដែលជាភ្ញៀវនិងជាមិត្តជិតស្និទ្ធរបស់លោកបង្កឲ្យคล้ายជាភាពញាក់ផ្អើលពេញរោងបុណ្យតែម្ដងយោងតាមការដឹងពីសំណាក់អ្នកនៅកន្លែងកាត់ហេតុឲ្យដឹងទៀតថាមុននឹងរៀបចំលើកសពឡើងមុនមានបរិមម្នាក់អង្គុយតុកចិត្តរូបលោកដោយបរិះនោះគឺជាភ្ញៀវនៅក្នុងបុណ្យនោះដោយដៃមានកាន់ផ្កាឈូកមួយដើមរុំដោយលុយ200រៀលធូប3សរសៃបន្ទាប់មកបរិះនោះបាននិយាយថាផ្កាឈូកនេះជាផ្កាជូនដំណើររបស់ប្អូនចម្រើនគ្រាន់តែពោលពាក្យពីម៉ាត់មិនទាន់ចប់ស្រួលវល់ផងមួយរំពេចនោះផ្កាឈូកដែលមានសភាពល្អស្រស់តែប្រែជាបាក់កទៅហើយភ្លាមនោះស្រាប់តែស្ត្រីដែលអង្គុយជាប់តុនោះក៏បានស្រែកយំដោយស្ត្រីនោះបាននិយាយថាចង់ជួបមុខប្រពន្ធហៅប្រពន្ធរបស់ខ្ញុំមកខ្ញុំចង់ជួបប្រពន្ធរបស់ខ្ញុំនៅពេលឃើញដូច្នេះស្រាប់តែម្ដាយរបស់លោកខាត់ចម្រើនបានយកទឹកមុនមកព្រះប្រោះរបស់ព្រះសង្ឃមកឲ្យស្ត្រីរូបនោះហើយប្រមាណជាមួយសន្ទុះក្រោយមកស្ត្រីនោះក៏មានសភាពធម្មតាវិញហើយបើតាមការបន្តឲ្យដឹងពីសំណាក់ភ្ញៀវនៅក្នុងនោះក៏បានបន្តទៀតថាលោកពិតជាមិនធ្លាប់ជួបរឿងបែបនេះនោះឡើយហើយលោកក៏មិនជឿដែរថានៅពេលដែលឃើញស្ដែងដូច្នេះលោកហាក់បីដូចជាព្រឺសម្បុរខ្ញាក់តែម្ដងភ្ញៀវនោះបានបន្តទៀតថាបងប្អូនអ្នកសិល្បៈជាច្រើនដែលបានមកជូនដំណើរចុងក្រោយរបស់លោកខាត់ចម្រើនហើយចំពោះលោកផ្ទាល់ក៏សូមចែករំលែកមួយនេះផងសូមបញ្ជាក់ថាលោកខាត់ចម្រើនគឺជាតារាកំ pl ែងដ៏ល្បីមួយរូបនិងជាប្អូនប្រុសរបស់តារាពហុជំនាញខាត់សុខីមហើយលោកខាត់ចម្រើនក៏បានទទួលមរណភាពកាលពីថ្ងៃ20ខែវិច្ឆិកា2022នៅអាយុដល់40ឆ្នាំដោយរោគគាពៀតបាទខាត់ចម្រើនបានទទួលមរណភាពបាទទាំងវ័យក្មេងព័ត៌មានមានតែប៉ុណ្ណេះបាទសូមអរគុណនិងសូមជម្រាបលា